នៅពេលចិញ្ចឹមអន្ទង់គេអាចប្រើអាងស៊ីម៉ងដែលប៉ះបាក់ឬប្រើទ្រុងជ្រូកចាក់ដើម្បីកែច្នៃធ្វើជាអាងចិញ្ចឹមអន្ទង់បានអន្ទង់អាចឡើងតាមជញ្ជាំងប៉ាងដូច្នេះអាងត្រូវមានកម្ពស់គ្រប់គ្រាន់ដើម្បីជៀសវាងការវាយចេញក្រៅអាងមានរាងចាក់តកោណកែងទទឹងប្រហែល1 ទៅ 2 ម៉ែត្របណ្ដោយប្រហែល2 ទៅ 5 ម៉ែត្រជម្រៅអាងអបមីម៉ា 0.8 ទៅ 1 ម៉ែត្រដើម្បីសន្សំដីនិងងាយស្រួលគ្រប់គ្រងអាចរចនាអាងចិញ្ចឹមជាបណ្ដាញជាប់គ្នាជញ្ជាំងនិងបាតអាងត្រូវធ្វើពីសម្ភារៈរលោងមិនគួរមានស្លាមក្រហមហើយបាតអាងត្រូវស្មើបន្តិចនិងមានជំលាលតិចៗទៅកាន់បំពង់បង្ហូរទឹកប្រព័ន្ធអាងទាំងមូលគួរត្រូវមានដំបូលគ្របដើម្បីបង្ការពន្លឺព្រះអាទិត្យផ្ទាល់ដែលអាចធ្វើឲ្យសីតុណ្ហភាពទឹកកើនឡើងហើយប៉ះពាល់ដល់កំណើននិងការរីកលូតលាស់របស់អន្ទង់បំពង់ផ្គត់ផ្គង់ទឹកត្រូវភ្ជាប់ជាមួយប្រភពទឹកដែលមានកម្ពស់ស្មើឬខ្ពស់ជាងបំពង់បង្ហូរទឹកបំពង់ចេញទឹកលើត្រូវដាក់ខ្ពស់ជាងកម្រិតទឹកក្នុងអាងប្រហែល10 សង់ទីម៉ែត្រដើម្បីអាចបង្ហូរទឹកកខ្វក់ឬទឹកក្រោយពេលភ្លៀងបំពង់ទាំងអស់ត្រូវបិទជាមួយនឹងសំណាញ់ដើម្បីកុំឲ្យអន្ទង់ចេញក្រៅក្នុងអាងអាចដាក់វីត្រេខ្នងឈើឬត្រឡាចកាត់ជាបន្ទះប្រវែងស្មើប្រវែងអាងបន្ប៉ោងឲ្យរលូងហើយចងជាប់គ្នាដោយចម្ងាយចន្លោះ6 ទៅ 6 សង់ទីម៉ែត្របន្ទះទាំងនេះគ្រប់លំដាប់ប្រហែល60 ទៅ 70% នៃផ្ទៃអាងត្រូវប្រុងប្រយ័ត្នកន្លែងដាក់ដែកឬដង្កៀបដែលអាចធ្វើឲ្យអន្ទង់រងរបួសមុនប្រើត្រូវជ្រលក់ទឹកឲ្យលើសលប់ជាមុនសិនមួយអាងត្រូវដាក់បន្ទះឈើប្រហែល2 ទៅ 3 សន្លឹកនៅជម្រៅទាបជាងផ្ទៃទឹកប្រហែល1 សង់ទីម៉ែត្រអ្នកចិញ្ចឹមគួរជ្រើសរើសទិញអន្ទង់កូនពីមជ្ឈមណ្ឌលផលិតដែលមានការទុកចិត្តល្អអន្ទង់កូនគួរមានទំហំស្មើគ្នាមានសុខភាពល្អពណ៌លឿងភ្លឺស្រស់ជាលក្ខណៈពិសេសរបស់ប្រភេទឆាប់ហែលស្បែករលូងមិនមានស្នាមឬបាត់រំយលអន្ទង់កូនប្រហែល300 ទៅ 500 ក្បាលក្នុង1 គីឡូក្រាមអន្ទង់កូនដែលផលិតដោយវិធីសត្វមិតិទាំងនេះត្រូវបានបង្រៀននៅសាកលអាហារកូនត្រីអាហារសត្វមិតិមុនពេលដាក់ចិញ្ចឹមមុនចូលអាងត្រូវជ្រលក់អន្ទង់ក្នុងទឹកអំបិល 2 ទៅ 3% ប្រហែល1 ទៅ 2 នាទីបើឃើញអន្ទង់ខ្សោយឬមានរោគត្រូវយកចេញភ្លាមដើម្បីជៀសវាងការរីករាលដាលបន្ទាប់ពីដាក់អន្ទង់ចូលអាងថ្មីមិនត្រូវឲ្យអាហារភ្លាមទេត្រូវទុកឲ្យវាធម្មតាជាមុនចាប់ពីថ្ងៃទី 2 ទៅអាចផ្ដល់អាហារដូចជាត្រីតូចឬជន់លៀនដីឬអាហារគ្រាប់ដែលមានគុណភាពខ្ពស់ដើម្បីបង្កើនភាពធន់នឹងជំងឺបរិមាណអាហារប្រើប្រហែល1 ទៅ 2% នៃទម្ងន់អន្ទង់សរុបដាក់អាហារលើសំណាញ់ឬសាំងអាហារដើម្បីងាយត្រួតពិនិត្យត្រូវកែតម្រូវបរិមាណអាហារឲ្យសមរម្យអាហារគួរមានប្រូតេអ៊ីន 42 ទៅ 44% ឲ្យអាហារ2 ដងក្នុងមួយថ្ងៃលើកទី1ម៉ោង 6 ព្រឹកនិងលើកទី2ម៉ោង 5 ល្ងាចក្នុងដំណាក់កាលចិញ្ចឹមដំបូងត្រូវប្រូទឹកទាំងអស់រៀងរាល់ថ្ងៃនិងសម្អាតអាងដើម្បីជួយឲ្យអន្ទង់មានសកម្មភាពល្អសុខភាពល្អបន្ទាប់ពីចិញ្ចឹមប្រហែល2 ទៅ 3 ខែអន្ទង់មានទំហំធំជាងមុនអាចបំបែកទៅអាងផ្សេងដើម្បីឲ្យមានទំហំស្មើគ្នាក្នុងអំឡុងពេលចិញ្ចឹមត្រូវរក្សាកម្រិតទឹកនៅក្នុងអាងប្រហែល20 ទៅ 50 សង់ទីម៉ែត្រត្រូវដូរទឹក1 ដងក្នុងមួយថ្ងៃមុនឬក្រោយពេលឲ្យអាហារបើចិញ្ចឹមក្នុងដងស៊ីទីច្រើនត្រូវដូរទឹក2 ដងក្នុងមួយថ្ងៃសីតុណ្ហភាពទឹកថ្មីនិងទឹកចាស់មិនគួរខុសគ្នាច្រើនជាង3 អង្សាសេពេលដូរទឹកត្រូវសម្អាតនិងសង្កេតសុខភាពអន្ទង់បើប្រសិនបើឃើញមានអន្ទង់ជំងឺត្រូវចាប់បំបែកចិននិងព្យាបាលដាច់ដោយឡែកដើម្បីជៀសវាងការរីករាលដាលនេះគឺជាបច្ចេកទេសចិញ្ចឹមអន្ទង់មិនប្រើតំបន់ទឹកកកខ្វក់ដែលស័ក្តិសមសម្រាប់អ្នកចាប់ផ្ដើមសូមជូនពរឲ្យអ្នកចិញ្ចឹមទទួលបានជោគជ័យជាមួយគម្រោងកំឡុងរបស់ខ្លួន